បន្ទាប់ពីវគ្គមុនតុងលីមុំមកយ៉ាងខ្លាំងស្ដីឲ្យសៀវឈូមិនបានជាមកស្ដាប់សំដីនាងចឹងនាងប្រាប់ហើយថាកុំឲ្យរៀនអំពីគាត់តែសៀវឈូពេលនេះត្រូវបានឆៅកើបង្រៀនឲ្យខូចទៅហើយឃើញចឹងនាងក៏អស់អីនិយាយឆៅកើក៏សួរនាងតើមានរឿងអ្វីកើតឡើងនាងក៏បានរំលឹកប្រាប់ថាថ្ងៃនេះគឺជាថ្ងៃដែលនិកាយដាវយកធនធានវឹកហាត់មកឲ្យពួកយើងឆ្លៀតនៅឱកាសនេះខ្ញុំក៏ចង់ទីយកអត្ថប្រយោជន៍ពីអពរស្វាយសំនៅអសត់ថ្នាំមួយចំនួនដើម្បីជំរុញនឹងការវឹកហាត់របស់សៀវឈូជាធម្មតាមនុស្សដែលមកពីនិកាយដាវនឹងមកដល់ពេលព្រឹកប៉ុន្តែឥឡូវនេះថ្ងៃត្រង់ទៅហើយស្របពេលនឹងដែរក៏មានមនុស្សបានស្រែកហៅត្រាក់ដឹកនាំនិកាយមកក្លែងមកខាងក្រៅតាមពិតទៅគឺជាសិស្សនៅក្នុងនិកាយដាវឈិនសៀវតែនៅភាគមុនយើងបានដឹងស្រាប់ហើយឈិនសៀវត្រូវបានគេសម្លាប់បាត់ហើយក្រែមិនតិចហើយក៏ថាសុំទោសខ្ញុំទៅមកដល់ទេប៉ុន្តែឃើញពួកឯងចេញមកទទួលខ្ញុំបែបនេះពិតជាមានសិលធម៌ល្អមែនលើអញ្ចឹងឆោក៏លន់មាត់ហើយចុះមកលិតអ្នកនេះមកពីណាទៅជឿជាក់ជាងខ្ញុំទៀតឈិនសៀវក៏បានណែនាំឈ្មោះព្រមទាំងប្រាប់ថាគេជាសិស្សខាងក្នុងនៃនិកាយដាវឆោក៏ណែនាំខ្លួនទៅវិញព្រមទាំងប្រាប់ថាគាត់ជាថ្នាក់ដឹកនាំនិកាយមកនៅពេលបច្ចុប្បន្នលើអញ្ចឹងក៏ចាប់ផ្ដើមប៊ូលូតែម្ដងស្អីគេថ្នាក់ដឹកនាំនិកាយមកស្ថិតនៅត្រឹមតែកម្រិតទី1លំដាប់ឋានសួគ៌ទី5ទេឆោក៏ក្រែបន្តិចក៏ប្រាប់គេកូនសិស្សម្នាក់នេះខ្ញុំណែនាំមកឯងប្រយ័ត្នពីសម្ដីបន្តិចទៅបើទោះបីជាឯងជាសិស្សខាងក្នុងក៏នៅតែជាសិស្សដដែលទេលើអញ្ចឹងគេក៏បានចុះមកខាងក្រៅធ្វើការភ័យទោសឆោក៏មិនប្រកាន់ប្រាប់ថាបញ្ហានេះមកចប់ត្រឹមនឹងចោះហើយខ្ញុំក៏មិនបន្ទោសឯងដែរមកយឺតព្រោះក៏ទាមទារនៅធនធានវឹកហាត់របស់គាត់ឈិនសៀវក៏បានប្រាប់ថ្នាក់ដឹកនាំថាធនធានដែលនិកាយដាវបានឲ្យយកមកនោះក៏ត្រូវបានអ្នកវឹកហាត់ធម្មពលបិសាចយកទៅហើយគ្រាន់តែលើបែបនេះឆោក៏បានក្តាប់ដៃយ៉ាងណែនដើរចូលទៅសួរទៅកាន់គេបិសាចមែនទេតើពួកវាណែណាឈិនសៀវចាប់ផ្ដើមភ្ញាក់ផ្អើលហើយចេតនាសម្រាប់មួយនេះពិតជាមិនធម្មតាទេឬមួយក៏គាត់មិនមែនស្ថិតនៅកម្រិតទី1ស្ទប់ទី5ទេឆោក៏សួរគេម្ដងទៀតឈិនសៀវក៏បានប្រាប់ហើយថាគេបានជួបបិសាចនៅក្នុងព្រៃភ្លើងធម្មពលរបស់គេស្ថិតនៅកម្រិតទី2ដំណាក់កាលដំបូងរីឯនៅក្បែរខ្លួនពួកគេក៏មាននៅសត្វបិសាចជាច្រើនខ្ញុំបានប្រយុទ្ធជាមួយនឹងពួកគេអស់ជាច្រើនស្នៀតរហូតធ្វើឲ្យខ្ញុំមានរបួសនៅពេលដែលខ្ញុំរត់គេចនោះចិញ្ចៀនដែលផ្ទុកនៅធនធានទាំងអស់ក៏ត្រូវពួកវាដណ្ដើមបានលើពីនឹងទៅទៀតនៅលើខ្លួនខ្ញុំក៏ពោពេញទៅដោយរបួសហើយខ្ញុំមកទីនេះក៏ចង់ផ្ដោតដំណើរទៅដល់លោករួចក៏ត្រឡប់ទៅនិកាយដាវវិញប្រមូលផ្ដុំនៅសិស្សទាំងអស់ទៅសម្លាប់ពួកគេឆៅក៏ហើបន្តិចហើយក៏ថាហ៊ានយករបស់ពីនិកាយរបស់យើងផងឯងក៏មិនអាចរត់រួចបានទេលើអញ្ចឹងឈិនសៀវខ្លាញ់នេះក៏ចាប់ផ្ដើមញញឹមដោយភាពជឿជាក់ហើយបន្ទាប់មកឈិនសៀវក៏បាននាំឆៅក៏ដើរមកដល់ព្រៃភ្លើងឈិនសៀវគេក៏ដើរបណ្ដើរមើលទៅកាន់ត្រីនិស្ស័យរបស់គេបណ្ដើររីឯឆៅក៏គាត់ធ្វើដោយធម្មតាឈិនសៀវក៏បានរំលឹកឆៅក៏ថាកុំឲ្យធ្វើប្រហែសអីអ្នកដែលវឹកហាត់ធម្មពលវិស្តាចលនារបស់ពួកគេពិតជាចម្លែកណាស់តែឆៅក៏នៅតែមិនខ្វល់ប្រាប់ឲ្យគេឈប់សម្ដែងទៀតទៅឯងបានសម្លាប់ពួកគេនៅទីនេះមែនទេស្របពេលនោះដែរក៏ស្អាតតែមានសត្វល្អិតមួយបានវាចេញពីភ្នែកឈិនសៀវសម្លេងបិសាចម្នាក់នោះក៏និយាយមកហើយថាថ្នាក់ដឹកនាំលោកពិតជាមានប្រាជ្ញាខ្ពស់មែនប៉ុន្តែដឹងនៅពេលនេះគឺយឺតពេលហើយខ្ញុំមិនហ៊ានវាយប្រហារឯងនៅក្នុងនិកាយមកក៏ដោយសារតែធម្មពលវឹកហាត់របស់ឯងក៏ពិតជាចម្លែកតែនៅទីនេះពោពេញទៅដោយសត្វអសិរពិសជាច្រើនទោះបីមនុស្សស្ថិតនៅកម្រិតចម្រាញ់ព្រលឹងក៏មិនអាចរត់គេចបានដែរចំណែកឯអ្នកដែលស្ថិតនៅកម្រិតទី3វិញមានឱកាសតិចតួចណាស់ដែលអាចរស់រានមានជីវិតតែឆៅក៏នៅតែមិនខ្វល់សួរគេឯងមានកម្រងនាំខ្ញុំចុះពីលើភ្នំដើម្បីសម្លាប់ខ្ញុំមែនទេកញ្ចាបិសាចក៏បានរំលឹកប្រាប់ថាពីដំបូងឡើយគេចង់យករាងកាយឈិនសៀវទៅថ្វាយលោកម្ចាស់របស់គេតែក្រោយពីបានឃើញសៀវឈូទើបគេដឹងថានេះគឺជារាងកាយដ៏ទេវភាពដូច្នេះក៏បំណងធំរបស់គេនោះគឺយករាងកាយសៀវឈូទៅថ្វាយលោកម្ចាស់របស់គេនៅក្នុងពិធីបុណ្យឥឡូវនេះខ្ញុំបានបញ្ឆោតឯងមកដល់ទីនេះហើយនៅក្នុងនិកាយមកមានតែក្មេងស្រីទន់ខ្សោយម្នាក់ប៉ុណ្ណោះពេលនេះប្រហែលជាកូនចៅរបស់យើងចាប់នាងបានបាត់ហើយលេងចឹងឆៅក៏ញញឹមអូអញគិតថានាងក្មេងស្រីទន់ខ្សោយឬកាន់មកក្នុងនិកាយឯនេះវិញតុងលីក៏បានប្រឈមមុខជាមួយនឹងបិសាចម្នាក់គេក៏ចង់ស្ទើរមកចាប់តុងលីតែរាងកាយដ៏ល្វត់រវន់របស់នាងមិនអាចឲ្យគេចាប់បានទេលេសោចឆ្អែតហើយក៏ដកដាវចេញពីឆ័ត្រកាត់ផ្ដាច់បំពង់កគេស្លាប់ភ្លាមដែលឆៅក៏ឯនេះវិញក៏និយាយទៅកាន់កញ្ចាស់ខ្មោចសោកស្ដាយណាស់ដែលតាចាស់ឯងមើលមិនឃើញកម្រិតវឹកហាត់របស់នាងលេងចឹងក៏ចាប់ផ្ដើមមុំមកក្តៅក្រហាយហើយប្រមូលផ្ដុំនៅធម្មពលរួចក៏បញ្ជានៅសត្វពើទាំងអស់នេះវាផាឆៅក៏តែរាងកាយឆៅក៏សត្វពើទាំងអស់នេះមិនអាចធ្វើអ្វីបានទេកញ្ចាស់ខ្មោចក៏ថាចាប់តាំងពីឯងចូលទឹកដីរបស់យើងហើយមិនចាំបាច់ប្រឹងរត់គេចទេរងចាំស្លាប់តាមសម្រួលទៅស្របពេលនឹងដែរសត្វខ្លាធំពីរក៏បានលេចចេញមកមិនចាំយូរក៏សម្រុកទៅខាងឆៅក៏តែក៏ត្រូវបានឆៅក៏ចាប់កន្ទុយជាប់បោកយ៉ាងខ្លាំងកញ្ចាស់ខ្មោចឃើញចឹងក៏ចាប់ផ្ដើមបើកភ្នែកធំហើយរួចក៏បញ្ចេញនៅមេរោងមួយមកប្រែក្លាទៅជាធំស្ទុះទៅត្របាក់ឆៅក៏តែត្រឹមសម្បត្តិកូនមេរោងនេះឆៅក៏បើកតែភ្នែកបន្តិចចេតនាដែររបស់គាត់ក៏បានសម្លាប់ទាំងមេរោងទាំងម្ចាស់ស្លាប់បាត់ទៅគាត់ក៏បានឆែកខ្លួនវិស័យកញ្ចាស់រកឃើញនៅចិញ្ចៀនដែលបានផ្ទុកនៅ
ធនធានទាំងអស់យកវាត្រឡប់មកវិញបន្ទាប់មកឆៅកើក៏បានរៀបរាប់នៅរឿងទាំងអស់ប្រាប់ទៅកាន់អ្នកមីងជីងព្រមទាំងយកនៅរបស់មួយទៅឲ្យអ្នកមីងជីងមើលគាត់ក៏ដឹងហើយថានេះគឺជាត្រាព្រះច័ន្ទពណ៌ស្វាយរួចក៏បានរំលឹកទៅកាន់សាកសពពួកបិសាចទាំងអស់នោះតាមការពិនិត្យរបស់នាងពួកគេប្រហែលជាមានទំនាក់ទំនងជាមួយនឹងបិសាចដែលបានសម្លាប់ឪពុកម្ដាយឆៅកើតងលីក៏ងើយឆ្ងល់តើបិសាចពួកវាកំពុងតែមានកម្រងអ្វីទៅថ្ងៃនេះពួកគេបានវាយប្រហារទៅកាន់និកាយដាវតាមអ្វីដែលខ្ញុំគិតពួកគេកំពុងតែស្ថិតនៅតំបន់មួយចំនួននៅក្នុងទីក្រុងឈីងជូវនេះហើយអ្នកមីងជីងក៏បានប្រាប់ថាមួយទសវត្សរ៍មកនេះនាងព្យាយាមស្វែងរកពពួកបិសាចប៉ុន្តែពួកវាបាត់ខ្លួនដោយមិនមានដានតតែសោះលើកនេះខ្ញុំនឹងត្រឡប់ទៅនិកាយដាវវិញប្រាប់រឿងទាំងអស់ទៅកាន់ថ្នាក់ដឹកនាំរួចពួកយើងនឹងសម្លាប់ផ្ដាច់ពូជពួកបិសាចទាំងអស់ឆៅកើក៏ស្បាត់ដូចគ្នាថាខ្ញុំនឹងតង់លីនឹងសងសឹកឲ្យឪពុកម្ដាយជាមិនខានអ្នកមីងនីងក៏បានរំលឹកបើពួកគេដឹងនោះពួកគេប្រកាសជាសប្បាយចិត្តណាស់ហើយពេលនេះក៏នឹងយកសាកសពឈិនសៀវទៅនិកាយវិញហើយក៏ប្រាប់ពួកគេឲ្យប្រយ័ត្នខ្លួនផងអ្នកទាំងពីរក៏បានធ្វើការគ្រប់ទៅកាន់អ្នកមីងជីងដែលបែបនេះនាងជីងក៏បានចាកចេញបន្ទាប់មកសាច់រឿងក៏បានកាត់មកឆៅកើកំពុងតែផឹកម្នាក់ឯងនៅក្បែរភ្នៅបុព្វបុរស10ឆ្នាំមកហើយទីបំផុតពួកបិសាចបានបង្ហាញខ្លួនហើយពុកម៉ែខ្ញុំស្បត់ថានឹងសម្លាប់ពួកបិសាចដើម្បីសងសឹកឲ្យអ្នកទាំងពីរឲ្យបានស្របពេលនោះដែរធម្មពលបុព្វបុរសក៏បញ្ចូលនៅអ្វីម្យ៉ាងចូលទៅក្នុងខ្លួនឆៅកើរួចក៏បានបញ្ចេញនៅផែនទីមួយមកបន្ទាប់មកសាច់រឿងក៏បានកាត់មកក្នុងទីក្រុងឆុងជៅមនុស្សម្នាជាច្រើនក៏បាននិយាយតាក់ទងជាមួយនឹងនិកាយដាវរួមទាំងនិកាយផ្សេងទៀតបានរួបរวมគ្នាបង្កើតនៅសម្ព័ន្ធមួយដែលសម្ព័ន្ធនោះគឺជាសម្ព័ន្ធកម្ចាត់បិសាចពួកគេបានជ្រើសរើសមនុស្សមានទេពកោសល្យជាច្រើនដែលមកពីគ្រប់ទិសទីហើយក៏មាននិកាយធំច្រើនណាស់ដែលបានចូលរួមហើយពេលនេះអ្នកទាំងបីក៏បានធ្វើការមកចុះឈ្មោះនៅទីនេះដែរតងលីងើយឆ្ងល់ក៏សួរបងប្រុសមិនបានជាយើងមិនទៅស្វែងរកពួកបិសាចដោយខ្លួនឯងទៅមិនបានមកត្រូវចុះឈ្មោះទីនេះឆៅកើសោតមកទៅក៏តទៅវិញថាឈីងចៅធំណាស់ពួកយើងទាំងពីរមិនអាចស្វែងរកវាឃើញទេតែបើពួកយើងអាចចូលរួមជាមួយនឹងសម្ព័ន្ធកម្ចាត់បិសាចបាននោះយើងនឹងទទួលបានព័ត៌មានឆាប់និងអាចសម្លាប់ពួកវាដោយងាយស្រួលមិនត្រឹមតែប៉ុណ្ណេះក៏មានធនធានសម្រាប់ហ្វឹកហាត់ដែរបន្ទាប់មកអ្នកទាំងបីក៏បានដើរមកដល់កន្លែងចុះឈ្មោះនៅទីនេះមានមនុស្សច្រើនណាស់ដែលបានមកចូលរួមតងលីក៏សរសើរថាអ្នកហ្វឹកហាត់ទាំងអស់នេះពិតជាមានចិត្តសប្បុរសណាស់ដែលមានចិត្តចង់សម្លាប់បិសាចតែកលិចទៅក៏សត្វបាត់ឆៅកើពេលនេះគាត់ក៏កំពុងតែចុះឈ្មោះគាត់ក៏បានណែនាំខ្លួនលោកឆៅកើមកពីនិកាយម៉ូតែព្រឹទ្ធាចារ្យម្នាក់នេះនិកាយម៉ូមិនដែលឮទេរួចក៏សួរព្រឹទ្ធាចារ្យនៅក្បែរតែគាត់ស្គាល់ដែរឬអត់លើចឹងគាត់ក៏បានដកយកនៅបញ្ជីមួយមកបញ្ជីទូចសោះដកមកលំអ្វីណាណីក្រោយពីគាត់បានពិនិត្យអស់មួយសន្ទុះនោះក៏បានរកឃើញហើយថ្នាក់ដឹកនាំនិកាយនេះគឺជាលោកឆៅកើនៅក្នុងនិកាយមានមនុស្ស2នាក់ប៉ុណ្ណោះព្រឹទ្ធាចារ្យជាអ្នកកត់ឈ្មោះនេះក៏បានប្រាប់ឆៅកើថាគាត់ពិតជាសរសើរដែលគេមានចិត្តចង់សម្លាប់បិសាចប៉ុន្តែដើម្បីចូលរួមសម្ព័ន្ធបានយ៉ាងហោចណាស់ក៏ត្រូវមានមនុស្ស6នាក់ដែរតាមអ្វីដែលកត់ត្រានៅក្នុងបញ្ជីនោះនិកាយម៉ូមានតែ2នាក់ប៉ុណ្ណោះលើចឹងឆៅកើក៏មួម៉ៅតែតុកផាំងសួររបស់យ៉ណាជាអ្នករៀបចំលក្ខខណ្ឌនេះគាត់ក៏បានប្រាប់ថាការសម្រេចចិត្តនេះត្រូវបានរៀបចំដោយព្រឹទ្ធាចារ្យជាន់ខ្ពស់ជាច្រើនដែលមកពីនិកាយផ្សេងហើយពួកគាត់ធ្វើនេះក៏គិតដល់សុវត្ថិភាពសមាជិកសម្ព័ន្ធដែររួចក៏សួរនិកាយរបស់គេមិនបានជាមានមនុស្សតិចម្លេះឬមួយក៏និកាយនេះរងនឹងការបំផ្លិចបំផ្លាញភ្លាមនឹងដែរអាប៉ែនេះក៏ប្រាប់ព្រឹទ្ធាចារ្យឈប់ខ្ជិះខ្ជាយពេលវេលាជាមួយនឹងអាប៉ែនឹងទៀតទៅលើចឹងព្រឹទ្ធាចារ្យក៏យកស្របប្រាប់ឲ្យអ្នកកត់ឈ្មោះអ្នកដែលអាចទុកចិត្តបានសិនទៅឆៅកើក៏រាំងមុំម៉ៅប្រាប់ឲ្យអ្នកទាំងពីរតោះទៅដើរចេញបានបន្តិចក៏បានបែរមកប្រាប់ព្រឹទ្ធាចារ្យវិញថានិកាយម៉ូមិនមែនមានមនុស្ស2នាក់ទេគឺ3នាក់បន្ទាប់មកសាររឿងក៏បានកាត់មកដល់ពេលល្ងាចពួកគេក៏ចាប់ផ្ដើមអត់សង្ឃឹមហើយព្រោះតែមិនមានមនុស្សដើម្បីចូលរួមជាមួយឆៅកើក៏នៅតែមុំម៉ៅមិនបានជាពួកគេហ៊ានមើលងាយមកកាន់និកាយរបស់យើងម្លេះតងលីក៏បានផ្ដល់កំណត់ឲ្យបងប្រុសស្វែងរកសិស្សបន្តទៀតទៅស្របពេលនឹងដែរសៀវនាងក៏បានឃ្លានគ្រាន់តែប្រាប់អ្នកទាំងពីរមិនទាន់ផុតពីមាត់ផងក៏មានអ្នកលក់នំប៉័ងហុយមកបាត់ហើយ80ម៉ោងក្រោយអ្នកទាំងបីក៏បានញ៉ាំឆ្អែតគណៈពេលដែលពួកគេកំពុងតែជជែកគ្នាលេងនោះក៏បានឮសំឡេងបរិសម្នាក់កំពុងតែបង្ខំទៅកាន់កញ្ញាម្នាក់នេះនារីម្នាក់ទៀតក៏បានប្រាប់នាងកុំឲ្យរឿងរស់ពេកអីតែនាងមិនដឹងទេថាគាត់គឺជាអ្នកណាគេគឺជាលោកម្ចាស់តូចមឹងមកពីនិកាយស៊ូយាគាត់បានចាប់អារម្មណ៍ទៅកាន់នាងនេះគឺជាសំណាងរបស់នាងហើយអាចារ្យនោះនិយាយច្រើនពេកនោះគេក៏ចាប់បញ្ឆក់លូពេងមកធ្វើឲ្យនាងរស់ពិនពីលើដៃបោះនៅថងប្រាក់ឲ្យនាងហើយក៏ចង់យកលូពេងទៅកំដរគេគណៈពេលដែលគេបង្រងនឹងលូកលាន់ទៅកាន់នាងហើយនោះក៏ស្រាប់តែឆៅកើបានបង្ហាញខ្លួនចាប់កាច់ដៃរបស់គេលោកម្ចាស់មឹងម្នាក់នោះក៏ស្ដីឲ្យឆៅកើហើយឯងខ្វាក់ភ្នែកមែនទេហ៊ានប៉ះពាល់ស្រីរបស់យើងផងឃើញចឹងម្នាក់ស្រីនេះក៏ចាប់ផ្ដើមយកមុខហើយនាងទាំងពីរកុំឆ្លុះគ្នាអីមិនអីទេលោកម្ចាស់តូចម្នាក់នេះបើលោកចូលចិត្តទៅកាន់នាងដែរក៏ប៉ុន្តែលោកម្ចាស់មឹងបានមកមុនហើយតែបើលោកពេញចិត្តនាងខ្លាំងណាស់លោកអាចរំលោះនាងបានតម្លៃគឺ 10000 ដំឡឹងលឿនចឹងតងលីក៏ស្ដីឲ្យតែម្ដងស្រីឈួតម្នាក់នេះកំពុងតែធ្វើឲ្យស្ថានភាពកាន់តែវឹកវរហើយតែនាងក៏ដាក់យ៉ាងចុកទៅវិញបើមិនមានលុយទេក៏មិនចង់បាននារីនៅទីនេះលោកម្ចាស់មឹងក៏បានឌឺដងឆៅកើអាល្អិតបើឯងមិនមានលុយទេរិនលូគឺជារបស់យើងហើយមិនអីទេបើឯងមិនអស់ចិត្តខ្ញុំអាចឲ្យឯងទៅអង្គុយស្ដាប់នៅមាត់ទ្វារបាននិយាយរួចក៏នាំគ្នាសើចយ៉ាងសប្បាយចិត្តស្របពេលនឹងដែរប្រពន្ធក៏បានលេចចេញមកប្រាប់លក្ខខណ្ឌ2ឲ្យឆៅ
វកើជ្រើសរើសទី1ប្រគល់រិនលូទៅឲ្យលោកម្ចាស់មឹងនោះគេនឹងទទួលបានថ្នាំគ្រាប់មូលដ្ឋានមួយគ្រាប់ជំរើសទី2ចាត់ការមឹងហ្វឹងប្លន់យកលុយទៅលក់រិនលូដល់ពេលនោះគេនឹងទទួលបានថ្នាំគ្រាប់កម្រិតផែនដីមួយគ្រាប់ហើយនៅពេលដែលគាត់រំលោះរិនលូខ្លាចជាកូនចៅរបស់គាត់ហើយនោះប្រព័ន្ធនឹងផ្ដល់ទឹកសន្សើមដល់ទេពភាពចំនួន1ដបទៀតជាមួយនឹងទឹកសន្សើមដល់ទេពភាពនេះនៅពេលដែលគេបានស្រូបចូលហើយវានឹងមានការផ្លាស់ប្ដូរបន្តិចបន្តួចទៅលើធម៌ពលខាងវិញ្ញាណរបស់គេតែឆៅកើមិនបានជ្រើសរើសជំរើសទាំងពីរនឹងទេគាត់យកជំរើសទី3រួចក៏ប្រាប់កញ្ញានោះ10000ដំឡឹងក៏10000ដំឡឹងទៅគាត់នឹងយកកញ្ញានេះហើយលើបែបនេះម្នាក់ក៏មានការភ្ញាក់ផ្អើលឆៅកើក៏ឌឺដងទៅវិញយ៉ាងម៉េចហើយកូនជ្រូកចង់ដេញថ្លៃបន្តទេម៉ងហ្វឹងរៀងមូម៉ៅបន្តិចអាលអត់ឯងហ៊ានប្រឆាំងជាមួយនឹងយើងផងយ៉ាងម៉េចគ្មានលទ្ធភាពដេញថ្លៃចង់ប្រើហិង្សាមែនទេលឹងចឹងម៉ងហ្វឹងក៏ស្ទុះទៅវាយឆៅកើប្រាប់ឲ្យគាត់ស្លាប់ទៅឆៅកើប្រើក្បាច់ប្រចាំតករបស់គាត់តែមួយកំភ្លៀងដាច់ផ្កាទៅក្រោយម៉ងហ្វឹងងើបមកវិញទាំងវេទនាក៏បានប្រាប់កូនចៅឲ្យចូលទៅសម្លាប់គេទៅកូនចៅរបស់គេ2នាក់ក៏បានសម្រុកចូលតែឆៅកើក៏វាទៅដៃបន្តិចក៏បានខ្ទាតរីឯម៉ងហ្វឹងហោះឡើងទៅខាងលើបញ្ចេញនូវធម្មពលវិបហាឆៅកើរួចក៏បញ្ចេញនូវដាវស្ទុះទីចាក់គាត់សាជាថ្មីជាលទ្ធផលក៏ត្រូវបានឆៅកើចាប់ដាវជាប់ផ្ទះមួយកំភ្លៀងទៀតវិលចង់200ជុំបន្ទាប់មកក៏ថែមមួយជើងជាកិច្ចបង្ហើយច្រឡំមិនមែនជាកិច្ចបង្ហើយទេមកផ្ទះដល់ក្រៅសំណាក់ទៀតបែរស្មងក្រោយម៉ងហ្វឹងក៏បានជាប់មុខអត់ទៅហើយគំរាមទៅកាន់ឆៅកើថាគេគឺជាសិស្សរបស់ពុទ្ធិចារ្យធំនៅក្នុងនិកាយយូជាឯងហ៊ានប៉ះពាល់មកកាន់ខ្ញុំនិកាយយូជានឹងមិនលើកលែងឲ្យឯងឡើយតែឆៅកើក៏តបយ៉ាងកំណាយទៅវិញដោយសារតែមានក្មេងនៅទីនេះយើងមិនសម្លាប់ឯងទេប្រកាច់ទៅណយបាត់ទៅហើយបើឯងចង់សងសឹកនោះអាចមករកខ្ញុំនៅក្នុងនិកាយមកបានម៉ងហ្វឹងក៏រំលឹកទៅដល់និកាយមកល្អឯងជាសត្រូវរបស់យើងហើយស្របពេលដែលយើងមិនតន់នឹងថានឹងមានរឿងអ្វីកើតឡើងមកតផងនោះសាច់រឿងក៏បានមកដល់ទីបញ្ចប់ចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ